បាទក្រុមជំរាបសួរបងប្អូនអរគ្នាជួបជាមួយនឹងខ្ញុំបាទនៅកន្លឹះខ្លីៗក្នុងការប្រើប្រាស់កម្មវិធី Microsoft Word បាទប្រធានបទរបស់យើងថ្ងៃនេះគឺអត្ថបទនៅក្នុង Microsoft Word របស់យើងធម្មតាហ្នឹងយើងបញ្ចូលធ្វើឲ្យវាចូលទៅក្នុងខ្លាយជាតារាង table បាទអញ្ចឹងឧទាហរណ៍ថានេះខ្ញុំមានអត្ថបទប៉ុណ្ណេះអញ្ចឹងបើជាធម្មតាបើសិនជាយើងបង្កើតតារាងហើយយើងវាយចូលទាំងអស់ឡើងវិញ view បាទយើងមានព័ត៌មានប៉ុណ្ណេះហើយប៉ុន្តែវាអត់នៅក្នុងតារាងតែយើងចង់ដាក់ទិន្នន័យទាំងអស់ហ្នឹងដាក់ចូលទៅក្នុងតារាងវិញអញ្ចឹងដើម្បីងាយស្រួលលឿនគឺយើងអត់វាយចូលឡើងវិញទេបាទវាយចូលឡើងវិញព្រោះទាមទារយើងត្រូវប្រើពេលវេលាក្នុងការវាយឡើងវិញហើយនឹងមួយទៀតគឺវាត្រូវការផ្ទៀងផ្ទាត់ព័ត៌មានបញ្ជាក់ថាវាពិតជាត្រឹមត្រូវវាយតាមដូចរបស់គេនឹងវិញអញ្ចឹងទៅវាយូរខាតពេលបាទអញ្ចឹងដើម្បីបញ្ចូលទៅតារាងបានគឺយើងប្រើ tab នេះពីចន្លោះមួយទៅមួយនេះយើងប្រើ tab ឬក៏យើងប្រើក្បៀសក៏បានដែរក្បៀសអញ្ចេះប៉ុន្តែក្បៀសឲ្យដក clear ហ្នឹងគឺបានវារត់ចូលតារាងចែកជាតារាងឲ្យផ្សេងគ្នាបាទដើម្បីធ្វើគឺយើងឥឡូវខ្ញុំមានអក្សរវាយហើយខ្ញុំចុច tab ដក clear អញ្ចឹងហើយអស់ហើយអញ្ចឹងខ្ញុំគ្រាន់តែ select លើវាអញ្ចឹងមកហើយបន្ទាប់មកខ្ញុំចូលទៅ insert ហើយយកពាក្យថា table ហើយបន្ទាប់មក convert យកពាក្យនេះ convert text to table បាទ convert text to table មកអានេះយើងមិនបាច់ខ្វល់ទេវាអូតូឲ្យយើងហើយយើងមើលឡើងនេះអញ្ចឹងទីមួយយើងអាចរើសប្រភេទជា paragraph គឺសំដៅលើមួយជួរមក enter ចុះក enter ចុះក paragraph ហើយ comma នេះដូចខ្ញុំនិយាយចឹង comma គឺអាក្បៀសនេះហើយ tab នេះគឺយើងចុច tab នេះដូចករណីរបស់ខ្ញុំនេះខ្ញុំធ្វើករណី tab អញ្ចឹងយើងចុចមក tab ហ្នឹងទៅគឺវាចែកតារាងឲ្យយើងដែរហើយមួយទៀតករណីផ្សេងពីហ្នឹងយើងអាចបែកបញ្ចូលបានចង់ឲ្យវាបញ្ចូលតារាងនៅពេលដែលវាជួបនឹងសញ្ញាអីគេឲ្យវាចែកតារាងអញ្ចឹងករណីនេះគឺ tab អញ្ចឹងខ្ញុំយក tab ហ្នឹងហើយខ្ញុំអូខេមកបាទអញ្ចឹងវាអូខេទៅវាចូលទៅក្នុងតារាងឲ្យយើងហើយយើងទាញតារាងយើងនេះមកមើលយើងចូល table មកស្ដាំយក auto fit នេះមកបាទ auto fit នេះមកណាអញ្ចឹងគឺវាauto ឲ្យយើងឲ្យប្រឡោះធំតូចយើងអត់ទាញមួយឯងទាញមួយក៏យូរដែរអញ្ចឹងណាបាទអញ្ចឹងវា auto ទៅវាដាក់ចូលឲ្យយើងហើយបើសិនជាយើងអានេះយើងត្រូវការឲ្យធំជាងគេយើងទាញមកដោយសារយើងសល់กระดาษហ្នឹងគឺយើងធ្វើបែបហ្នឹងបាទអញ្ចឹងការបញ្ចូលអក្សរពីអក្សរធម្មតាទៅក្នុងតារាងមានប៉ុណ្្នឹងហើយបាទអរគុណច្រើនសម្រាប់ការទស្សនាបាទ